Ba số đây bằng phone tỏ mà chụp thì mười nhom đi đấy hay complete chui like chui share ở nhom mà nè mùi phóng làm bay tam đan video thay mày đọc bọc nhom bạcต่อติดต่อให้แล้วFacebook វាអាប់ដេតច្រើនបងប្អូនភាគច្រើនខ្ញុំឃើញបងប្អូនរបស់យើងភាគច្រើនគាត់ជាប់របៀបនេះជាប់ verify document បងប្អូន verify document នេះដូចរូបភាពដែលខ្ញុំបង្ហាញនេះបាទជាប់របៀបហ្នឹងអត់ពិបាកទេបងប្អូនអត់ពិបាកដោះទេហើយសម្រាប់ខ្ញុំធ្លាប់ជាប់2 page ហើយអញ្ចឹងក្នុងការដោះរបស់ខ្ញុំដោះបានទាំង2 page បងប្អូនប៉ុន្តែយើងត្រូវការរងចាំពីយើងថ្ងៃយើងដោះហ្នឹងរហូតដល់ទៅអាចដល់ខ្ទង់មួយសប្តាហ៍ក៏មានដែរពេលខ្លះក្រុមហ៊ុន Facebook វាធ្វើលឿនអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងដោះបានលឿនបាទហើយក្នុងគោលការណ៍ដោះរបស់វាមាន3ចំណុចបងប្អូនទី1យើង selfie មុខរបស់យើងហើយយើង selfie មុខរបស់យើងនេះយើងចូលនេះបងប្អូនមើលរូបភាពរបស់ខ្ញុំដាក់ឲ្យឃើញនេះទៅ3ចំណុចហ្នឹងយើងធ្វើ3ចំណុចហ្នឹងហើយយើងរងចាំក្រុមហ៊ុន Facebook វាដោះស្រាយយើងណាអញ្ចឹងទី1យើងត្រូវ selfie មុខរបស់យើងហើយចង់ប្រាប់បងប្អូនបន្តិចយើង selfie មុខរបស់យើងត្រូវយក account Facebook របស់យើងមានថ្ងៃខែឆ្នាំកំណើតរបស់យើងពិតប្រាកដឲ្យត្រូវតាមតសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងទី1យើងត្រូវ selfie មុខរបស់យើង selfie មើលឆ្វេងមើលស្ដាំទៅនេះតាទី1ចំណុចទី1ហ្នឹងណាយើង selfie មើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំទៅមើលលើមើលក្រោមទៅឲ្យវាគ្រីសមួយចំណុចហ្នឹងបន្ទាប់ពីចប់មួយចំណុចហ្នឹងអញ្ចឹងបងប្អូនចូលចំណុចទី2អញ្ចឹង Facebook របស់យើងយកមក verify ហ្នឹងត្រូវមើលតាំងញ៉ាំបានរបស់យើងហើយត្រូវទាំងឈ្មោះហើយថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងត្រូវថតឲ្យច្បាស់បងប្អូននេះយើងថតឲ្យច្បាស់មកហើយយើងរកកន្លែងណាដែលមានពន្លឺស្អាតល្អចាំងហើយយើងថតទៅវាជាប់បានល្អអញ្ចឹងពេលចំណុចទី2យើងធ្វើនឹងហើយចំណុចទី3យើងដាក់បែងជាមួយប្រទេសណាឬក៏របស់ខ្មែរយើង ABA អញ្ចឹងយើងទៅទាញរបាយការណ៍ statement របស់យើងយ៉ាងតិចបំផុតឲ្យបាន3ខែទៅ6ខែដែរបងប្អូនយើងទាញវាមកពេលយើងទាញហើយយើង save វាស្អាតហើយយើងយកមក upload បងប្អូនបន្ទាប់ពីបងប្អូន upload រួចរាល់ហើយបងប្អូនត្រូវតែតាមដានវីដេអូតាមដាននេះពេលយើង upload រួចរាល់ហើយវានឹងចេញរូបភាពបែបនេះបងប្អូននេះចេញរូបភាពលឿងដូចខ្ញុំបង្ហាញនេះអញ្ចឹងយើងរងចាំវាដូចខ្ញុំប្រាប់ពីដើមអញ្ចឹងពេលយើងធ្វើចំណុចហ្នឹងហើយអស់យើងរងចាំក្រុមហ៊ុន Facebook វាដោះស្រាយយើងអាចពីចន្លោះពី3ថ្ងៃទៅ1សប្តាហ៍ពេលក្រុមហ៊ុនដោះស្រាយរួចរាល់ហើយអញ្ចឹងវានឹងមកធម្មតាវិញបងប្អូនវានឹងមកធម្មតាវិញនេះដូចរូបភាពរបស់ខ្ញុំមួយនេះតែเพจខ្ញុំមានបញ្ហាឡើយខ្ញុំដោះមកបានធម្មតាវិញហើយរយៈពេលវាខ្ទង់ចន្លោះដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងដែរបងប្អូនមានប៉ុណ្ណឹងដែរអញ្ចឹងអរគុណច្រើនដែលតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ